បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel និទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយដើម្បីចែកជូនឲ្យអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តចឹងមុននឹងចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និង Share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងតោះឥឡូវយើងកុំបង្អន់យូរយើងចូលមកដល់រឿងយើងទាំងអស់គ្នាចឹងគឺបើកក្បាលរឿងមកគឺមានតួអង្គយើងដែលឈ្មោះធីតាខ្ញុំសូមហៅគាត់ជាតួអង្គដោយសារតែគាត់រៀងអាយុតាណាខ្ញុំដែរអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងទៅបាទខ្ញុំហៅគាត់ថាអូននេះទៅខ្ញុំអត់ដឹងថាហៅគាត់បងឬក៏ហៅគាត់ប្អូនទេចឹងខ្ញុំសូមហៅគាត់ធីតាហ្មងទៅអញ្ចឹងគឺធីតាគឺគាត់រស់នៅអាផាតមិនមួយនៅទូកកដែលម្ដុំអាផាតមិននោះគឺអត់សូវមានមនុស្សទៅដល់ទេហើយចឹងទៅគឺផ្ទះគាត់យប់ឡើងគឺស្ងាត់មែនទែននៅពេលដែលស្ងាត់ពេកចឹងទៅគឺអ្នកទាំងអស់គ្នាដឹងហើយនៅពេលដែលស្ងាត់ទៅគឺយល់វាដូចសឹងតលឺអាសលេងអាពេលបេះដូងលោតលឺដឹកវាសឹងតលឺចឹងចឹងទៅគឺវាស្ងាត់ពេកចឹងប៉ុន្តែគឺគាត់ថាគាត់ចូលចិត្តរស់នៅ apartment បែបចឹងដោយសារតែវាស្ងាត់ស្រួលវា relax ណាទាំងអស់គ្នាចឹងទៅនៅពេលនោះក៏គាត់បានគេងចឹងទៅក៏នៅពេលប្រហែលម៉ោង2:15នាទីហ្នឹងគឺគាត់បានឃើញទូរស័ព្ទគាត់គឺគឺគាត់បានឃើញលេខបូក855 012 03ដើមនៅពេលនោះក៏គាត់ឆ្ងល់ថាលេខអីក៏ចម្លែកម្លេះដោយសារតែលេខហ្នឹងគឺវាអ្នកនរគ្នាយល់ពីថាវាដូចទំនងពេកវា000ចង់ទាំងអស់ហើយដល់ហើយក៏គាត់រៀងចម្លែកចិត្តអញ្ចឹងទៅគាត់អត់ហ៊ានលើកទេហើយយប់ទី2គឺគាត់បានឃើញលេខហ្នឹងខលមកម្ដងទៀតគឺលេខ012 03ដើមហើយគាត់អត់លើកទេគឺគាត់បានបិទទូរស័ព្ទហើយគឺគាត់គេងតទៅដល់យប់ទី3ក៏គាត់សម្រេចចិត្តថាលើកនៅពេលដែលលើកគឺគាត់ឮសំឡេងគេខ្សឹបមកថាកុំបិទទូរស័ព្ទយល់និយាយចឹងគឺ3ដងហើយនៅពេលនោះក៏គាត់មានអារម្មណ៍ថាភ័យដែរគឺគាត់បានបិទទូរស័ព្ទហ្នឹងទៅបន្ទាប់មកថ្ងៃស្អែកក៏គាត់បានណាត់ជួបមិត្តភក្តិគាត់នៅហាងកាហ្វេដល់ហើយនៅពេលដែលគាត់និយាយគ្នាលេងមិត្តភក្តិគាត់ទៅមិត្តភក្តិគាត់ក៏បាននិយាយប្រាប់គាត់ថាអាហ្នឹងមិនមែននិយាយប្រាប់ទេដូចរបៀបសួរចឹងគឺមិត្តភក្តិគាត់បានសួរគាត់ថាធីតាហើយយប់មិញឯងខលមកអញមែនអញឃើញលោតលេខហើយហ្នឹងនៅក្នុងcall history អញហើយបន្ទាប់មកពេលគាត់ចូលទៅមើលកន្លែង call log គាត់តែកន្លែងហ្នឹងគឺដូច call history ចឹងខ្ញុំហៅ call log ពេលខ្លះខ្ញុំហៅ call history ចឹងទៅចឹងអ្នកនរគ្នាយល់ទេអា call history មានហ្នឹងទៅគឺគាត់បានចូលមកទៅគឺគាត់បានអត់ឃើញហ្មងគឺគាត់អត់ឃើញថាគាត់បាន call ទៅមិត្តភក្តិគាត់ទេដល់ពេលនោះក៏គាត់បានចម្លែកចិត្តហើយក៏គាត់បានទៅកន្លែង SIM កន្លែងអីគាត់និយាយរួមមកកន្លែងទីស្នាក់ការដើម្បីឆែកមើលលេខឆែកមើលអីខ្ញុំអត់ដឹងគេហៅអីដែរដឹងតែអាហ្នឹងដូចក្រុមហ៊ុនដូច Smart ដូច Cell Card អីចឹងតែគ្នាតែគាត់មិនប្រើប្រព័ន្ធអស់ហ្នឹងទេគាត់អត់ហ៊ានបញ្ចេញឈ្មោះថាប្រព័ន្ធអីទេអញ្ចឹងគឺគាត់ខ្ញុំពិបាកបញ្យល់ណាអ្នកនរគ្នាកន្លែងលក់ SIM ដូច Cell Card ដូច Smart អីចឹងទៅតែមិនមែនគាត់ប្រើ Cell Card Smart អីទេអញ្ចឹងគឺគាត់បានទៅកន្លែងហ្នឹងគាត់ឲ្យគេឆែកមើលលេខគាត់ដល់ពេលគាត់ឲ្យគេឆែកមើលលេខគាត់ហ្នឹងក៏អ្នកឆែកមើលលេខហ្នឹងគឺបុគ្គលិកហ្នឹងគឺបានប្រាប់គាត់ថាបងលេខហ្នឹងលេខមួយឯងមែនតែគ្រាន់តែអាលេខហ្នឹងដឹងមួយឯងបិទ3ឆ្នាំ4ឆ្នាំហើយហ្នឹងអញ្ចឹងទៅគឺអត់មានអ្នកគេប្រើលេខហ្នឹងកើតទេមួយឯងបិទចោលបាត់ហើយដល់ពេលនោះក៏គាត់មានអារម្មណ៍ថាភ្ញាក់មែនទែនហើយដល់ពេលយប់ឡើងក៏គាត់បានឮសលេងគេខលមកក៏គាត់បានជិតបិទដល់ពេលគាត់ជិតបិទគឺគាត់បានងាកមើលទៅប្អួចដល់ពេលដែលគាត់ងាកមើលទៅប្អួចទៅគឺគាត់បានឃើញមនុស្សស្រីរៀងមុខស្តៀងគាត់ចឹងតែអ្នកនរគ្នាដឹងគាត់នៅខុនដូវាខ្ពស់ហើយគាត់ឆ្ងល់ថាមនុស្សស្រីណាយើងអ្នកនរគ្នាយកពាក្យចំណាំងផ្លាតពីកញ្ចក់
khơi nhiều một đứa sấy chứ tay mình khơi chụp ba mà bị đôi gì rồi bé nó quạt khơi nhà trời Usma tôi là này nhầm xong giấy à bị xong giấy còn giấy nữa cứ còn giấy chơi đứa sấy nó khỏi anh ta bé còn nghĩ tới khỏi tới cứ quạt bán khơi nên mình đứa sấy mà nè cứ nhóm á anh nhóm mọt nữa vì cung vì mọt nó đó cung triệu hay có sập hẹp có tha mình đã sấy nó sập hẹp có tha ở cô ấy đã bàn lực tụ sập nhung chẳng cứ rương đi cứ chọc trầm đăng hay là đó kia nhung sẵn khâm thành là đó kia chỗ chật rương bạp đi tiền chẳng bị nhung bàn đi tiền tiếng xong ở côn xong chùm điệp liền là đó kia bye bye